ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីកាលពីថ្ងៃទី26ខែមករាអាជ្ញាធរខេត្តឧត្តរមានជ័យព្រមទាំងមន្ទីរធម្មការនិងសាសនាបានរួមគ្នាចាប់ព្រះសង្ឃគណៈធម្មយុត្តចំនួន3អង្គដែលគង់នៅវត្តធម្មសណ្ដោសពុទ្ធវិន័យហៅវត្តធម្មយុត្តផ្សឹកដោយបង្ខំចាប់តាំងពីថ្ងៃទី26ខែមករារហូតដល់ព្រឹកថ្ងៃអង្គារទី27នេះក្រុមព្រះសង្ឃជាច្រើនអង្គទៀតដែលគង់នៅវត្តធម្មយុត្តនោះបានលើកគ្នានិមន្តទៅគង់នៅមុខផ្ទះអភិបាលខេត្តឧត្តរមានជ័យដើម្បីទាមទារឲ្យផ្ដល់យុត្តិធម៌ត្រឹមត្រូវនៅក្នុងការចាប់ផ្សឹកព្រះសង្ឃដោយបង្ខំនោះចាលោកហងសាវយុទ្ធមានសេចក្តីរាយការណ៍អំពីព័ត៌មាននេះព្រះសង្ឃគណៈធម្មយុត្តចំនួន3អង្គដែលមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យចាប់ផ្សឹកដោយបង្ខំកំពុងបង្ហាញការមិនសុខចិត្តហើយថាអាជ្ញាធរដែលប្រើអំណាចក្រហមទៅផ្សឹកព្រះសង្ឃគឺជារឿងមិនត្រឹមត្រូវតាមពុទ្ធបញ្ញត្តិឡើយព្រះសង្ឃទាំងនោះបានចោទប្រកាន់ថាប្រធានមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យបានបង្កើតរឿងរ៉ាវជាច្រើនហើយធ្វើរបាយការណ៍មិនត្រឹមត្រូវពិតទៅមន្ត្រីសង្ឃថ្នាក់លើបានជាមានការបញ្ជាឲ្យចាប់ព្រះសង្ឃផ្សឹកដោយបង្ខំយ៉ាងដូចនេះភិក្ខុអ៊ុំវិចិត្រដែលគង់នៅវត្តធម្មយុត្តនាភូមិគោកោសង្កាត់សំរោងក្នុងចំណោមភិក្ខុ2អង្គទៀតដែលអាជ្ញាធរនិងមន្ទីរធម្មការចាប់ផ្សឹកដោយបង្ខំនោះព្រះអង្គមានថេរដីកាកាលពីរាត្រីថ្ងៃច័ន្ទទី26ខែមករាថាព្រះអង្គចង់បានយុត្តិធម៌ត្រឹមត្រូវជុំវិញរឿងអាជ្ញាធរចាប់បង្ខំព្រះអង្គនិងភិក្ខុ2អង្គទៀតផ្សឹកនោះព្រះភិក្ខុអះអាងថាព្រះអង្គនិងព្រះសង្ឃ2អង្គទៀតមិនមានកំហុសអ្វីទាល់តែសោះទៅទឿននឹងប្រធានមន្ត្រីធម្មការខេត្តនឹងគាត់ប្រខូចឈ្មោះលោកទៅលើឲ្យគេចេញនៃការទៅលើមកផ្សឹកលោកចេញទៅទឿនថាផ្សឹកខ្លួនឯងអង្គមួយគាត់មកសុំបញ្ចេញមតិនិយាយថាឲ្យលោកចាស់ហើយលោកអត់មានកម្លាំងគ្រប់គ្រងទេប៉ុន្តែគេចាប់ផ្សឹកលោកអត់មានមូលហេតុមកមានរឿងមួយគេណែគ្រូរៀនផ្សឹកមកនោះទៅទឿឲ្យមកស្លៀកស្អាវនឹងប៉ុន្តែអត់ស្លៀកហ៎កាលពីព្រឹកថ្ងៃទី26ខែមករាមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យបានចាប់ផ្សឹកព្រះសង្ឃគណៈធម្មយុត្តចំនួន3អង្គព្រះនាមអ៊ុំវិចិត្រព្រះនាមឡាហួរនិងខុនឆេមហាជនខ្លះដែលឃើញក្រុមព្រះសង្ឃលើកគ្នាតវ៉ាបានរិះគន់អាជ្ញាធរថាគឺជារឿងដែលមិនសមហេតុផលមួយដែលអាជ្ញាធរបំពានទៅលើព្រះពុទ្ធសាសនាក៏ប៉ុន្តែមន្ត្រីមន្ទីរធម្មការនិងសាសនាបញ្ជាក់ថាការចាប់ផ្សឹកព្រះសង្ឃទាំងនោះគឺធ្វើឡើងតាមវិន័យត្រឹមត្រូវប្រធានមន្ត្រីធម្មការនិងសាសនាខេត្តឧត្តរមានជ័យលោកឈឹមទឿមានប្រសាសន៍ថាការចាប់ផ្សឹកព្រះសង្ឃនោះគឺអនុវត្តទៅតាមលេខារបស់គណៈសង្ឃនាយករងនិងជាព្រះប្រធានថេរសភាព្រះពុទ្ធសាសនានាគណៈធម្មយុត្តមន្ទីរធម្មការមិនបានប្រើអំណាចទេគឺមានមន្ត្រីសង្ឃនិងព្រះមេគុណគង់នៅជាអធិបតីដើម្បីផ្សឹកពីព្រោះព្រះសង្ឃទាំងនោះបានធ្វើខុសវិន័យដោយបង្កបញ្ហាជាច្រើនមិនគោរពគោលការណ៍ដឹកនាំរបស់គណៈសង្ឃនាយកនិងមើលងាយថាបានគណៈសង្ឃនាយកព្រះថេរសភាព្រះពុទ្ធសាសនាគណៈធម្មយុត្តនៃព្រះរាជាណាចក្រកម្ពុជាវាមិនប្រសង់ជាស្រែបុណ្យជាទីសក្ការៈរបស់ពុទ្ធបរិស័ទ6ភូមិវាមិនពេញចិត្តឲ្យលោកសង្ឃលើកគង់នៅអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តឧត្តរមានជ័យលោកស្រីណារ៉េនឲ្យដឹងថាបញ្ហាចាប់ផ្សឹកព្រះសង្ឃនោះគឺបណ្ដាលមកពីទំនាស់រវាងព្រះសង្ឃនិងគណៈកម្មការអាចារ្យជុំវិញការកាន់លុយកាក់ដោយខ្លួនឯងនិងគ្រប់គ្រងវត្តពុំមានតម្លាភាពលោកស្រីណារ៉េនបញ្ជាក់ថាកាលពីជាង1ខែមុនលោកធ្លាប់ទទួលបណ្ដឹងពីព្រះសង្ឃនោះដោយចោទប្រកាន់គណៈកម្មការវត្តនិងដូនជីខ្លះជុំវិញការបាត់លុយកាក់និងរបស់មួយចំនួននៅក្នុងបណ្ដឹងព្រះសង្ឃបានទាំងទាមទារសំណងជំងឺចិត្តពីគណៈកម្មការអាចារ្យវត្តផងលោកស្រីណារ៉េនបញ្ជាក់ថាវត្តធម្មយុត្តក្នុងក្រុងសំរោងនោះកាលពីចៅអធិការមុនឈ្មោះភីគង់នៅមិនដែលមានទំនាស់ទេប៉ុន្តែបន្ទាប់ពីចៅអធិការលាចាកសិក្ខាបទហើយចៅអធិការថ្មីឡើងមកគ្រប់គ្រងក៏មានទំនាស់ជាមួយគណៈកម្មការវត្តនិងដូនជីតាជីជាហូហែខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាប300 កៅមួយនោះប
គាត់លួចថតដោយមានអាការយ៉ាងដូចជួល